ដើម្បីជំរុញមជ្ឈមណ្ឌលសិក្សាសហគមន៍របស់យើងដែលមានស្រាប់ឲ្យคล้ายទៅជាមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតគឺសម្រាប់អង្គការ DVV អន្តរជាតិគឺយើងមើលទៅលើកត្តាពីរយ៉ាងកត្តាទី1គឺជាកត្តាធនធានមនុស្សហើយកត្តាទី2គឺជាកត្តាធនធានធម្មជាតិដែលមានស្រាប់នៅក្នុងមជ្ឈមណ្ឌលសិក្សាសហគមន៍ក៏ដូចជានៅក្នុងសហគមន៍ទាំងមូលធនធានមនុស្សគឺសំខាន់ណាស់យើងត្រូវតែផ្ដល់នៅវគ្គបណ្ដុះបណ្ដាលផ្នែកជំនាញនិងបំណិនដែលជាតម្រូវការរបស់សហគមន៍ទាំងមូលទៅដល់គណៈគ្រប់គ្រងយើងត្រូវតែមានយន្តការលើកទឹកចិត្តចំពោះគណៈគ្រប់គ្រងក៏ដូចជាអ្នកពាក់ព័ន្ធយើងត្រូវមានកម្មវិធីស្ម័គ្រចិត្តនៅក្នុងមជ្ឈមណ្ឌលសិក្សាសហគមន៍របស់យើងក៏ត្រូវតែផ្ដល់បំណិននៃការប្រើប្រាស់បច្ចេកវិទ្យានៅសតវត្សទី21ដូចជាការប្រើប្រាស់ប្រព័ន្ធ Digital និងការផ្ដល់ការណែនាំឲ្យបានត្រឹមត្រូវក្នុងការប្រើប្រាស់ប្រព័ន្ធ Digital អ្វីដែលជាវិជ្ជមានដែលបានមកពីការប្រើប្រាស់និងអ្វីដែលជាភាពអវិជ្ជមានដែលបានមកពីការប្រើប្រាស់យើងត្រូវតែបង្កើតឲ្យមានបណ្ណាល័យនិមិត្តដែលជាកន្លែងស្តុកឯកសារល្អងាយសម្រាប់ឲ្យអ្នកសិក្សាស្រាវជ្រាវអ្នករៀនអ្នកបង្រៀនគាត់អាចអង្គុយមើលអង្គុយសិក្សាស្រាវជ្រាវនិងអាចយកទៅអនុវត្តបានផ្ទាល់នៅក្នុងជីវិតជាក់ស្ដែងរបស់ពួកគាត់យើងក៏ត្រូវតែផ្ដល់នៅជំនាញដែលស្របតាមតម្រូវការរបស់សហគមន៍ទាំងមូលផងដែរការផ្ដល់ជំនាញស្របទៅតាមតម្រូវការនិងទីផ្សារនេះគឺជាកត្តាសំខាន់ដែលធ្វើឲ្យសហគមន៍មានការគ្រប់គ្រងនិងចូលរួមត្រូវបង្កបរិយាកាសរីករាយនៅក្នុងមជ្ឈមណ្ឌលសិក្សាសហគមន៍ដើម្បីទាក់ទាញប្រជាពលរដ្ឋនៅជុំវិញមជ្ឈមណ្ឌលសិក្សាសហគមន៍របស់យើងបានចូលរួមយ៉ាងសស្រាក់សស្រាំជំនាញទន់គឺជាជំនាញចាំបាច់ដែលយើងត្រូវតែផ្ដល់ដល់គណៈគ្រប់គ្រងក៏ដូចជាអ្នកពាក់ព័ន្ធហើយទៅថ្ងៃអនាគតនាងខ្ញុំសង្ឃឹមនឹងជឿជាក់ថាគណៈគ្រប់គ្រងនឹងអាចពង្រីកជំនាញទន់នេះទៅដល់សហគមន៍មូលដ្ឋានរបស់ពួកគាត់ឲ្យបានចេះឲ្យបានដឹងអំពីជំនាញទន់បន្ទាប់ពីទទួលបានវគ្គបណ្ដុះបណ្ដាលដែលបានរៀបរាប់មកខាងលើយើងគិតថាគណៈគ្រប់គ្រងលោកអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទាញយកផលប្រយោជន៍ពីធនធានធម្មជាតិដែលមាននៅក្នុងមជ្ឈមណ្ឌលសិក្សាសហគមន៍របស់លោកដើម្បីជាប្រយោជន៍របស់សហគមន៍ក៏ដូចជារបស់មជ្ឈមណ្ឌលសិក្សាសហគមន៍ទាំងមូលផងដែរភាពជាម្ចាស់គឺជាការឈានទៅរកនិរន្តរភាពដូចនេះហើយទៅថ្ងៃអនាគតដ៏ខ្លីខាងមុខនាងខ្ញុំសង្ឃឹមនិងជឿជាក់ថាមជ្ឈមណ្ឌលសិក្សាសហគមន៍របស់យើងដែលមានស្រាប់នឹងអាចคลายខ្លួនទៅជាទឹកព្រោះមានន័យថាទឹកគឺជាប្រភពជីវិតដែលមិនអាចខ្វះបានអ្នកណាក៏ត្រូវការទឹកពេលនោះហើយយើងអាចនិយាយបានថាមជ្ឈមណ្ឌលសិក្សាសហគមន៍អាចប្រែคลายខ្លួនទៅជាមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតដែលយើងទាំងអស់គ្នាត្រូវការសូមអរគុណ